កាសធាតុល្អថ្ងៃនេះមកមាន hair appointment ចាធ្វើសក់អាកាសធាតុល្អណាស់ហ្នឹងល្អហើយពីព្រោះហេតុអីភ្លៀងប្រហែលជាភ្លៀងហ្នឹងប្រហែលជាមួយអាទិត្យជាប់ចានៅ California ហ្នឹងហើយមានបងស្រីមួយគាត់ស្គាល់គ្នាយូរហើយស្គាល់តាំងពីខ្ញុំនៅស្រុកខ្មែរម្លេះតាំងពីខ្ញុំនៅរៀនhigh school នៅស្រុកខ្មែរចាគាត់មកស្រុកអាមេរិកហ្នឹងគាត់បើកហាងសក់ហ្នឹងចាហើយនៅកន្លែងនេះយើងមានចាពេលរងចាំសក់គេមានកន្លែង bowling ចាអញ្ចឹងយើងដើរទៅមើលកន្លែង bowling មើលនេះកន្លែងសក់គាត់ហ្នឹងចាធ្វើសក់គាត់ហ្នឹងហើយនេះកន្លែង bowling មានរ៉េស្តូរ៉ង់នៅក្នុងហ្នឹងផងចាមានរ៉េស្តូរ៉ង់នៅក្នុងហ្នឹងរ៉េស្តូរ៉ង់នេះកន្លែងគេឆេងចា bowling អញ្ចឹងពេលយើងមកកាត់សក់រងចាំការកាត់សក់យើងអាច bowling together ហើយមាន restaurant ទៀតចាមានភ្ញៀវច្រើនណាស់ហើយក៏មាន ATM អាចដកលុយចាហើយមាននេះ small charity place. Let's walk to the hair salon. It's my favorite hair salon here. Ngày nay អាកាសធាតុល្អនៅ California មកញ៉ាំបាយនៅ restaurant ខ្មែរម៉ាក់ខ្ញុំគាត់ចេញពីពេទ្យមកចាគាត់ថាពេលបាយមកញ៉ាំ restaurant ខ្មែរមិត្តភាព restaurant អាម៉ុកចាថ្ងៃនេះ order អាម៉ុកហើយនឹងសម្លម្ជូរអត់ទាន់ចេញមកទេចាញ៉ាំអាម៉ុកសិនទៅមកចាដាក់មកក្តាមអូនចាអរគុណចាអូខេសម្លម្ជូរឆ្អឹងជំនីហើយនឹងអាម៉ុកហើយយើងមានបាយចាញ៉ាំបាយជាមួយគ្នាថ្ងៃនេះចាមើលចា Are you okay mom? អូខេចារកទឹកត្រីឃើញទេចាដាក់មកចាអញ្ចឹងញ៉ាំទៅមកដល់ភ្លាមបានហូបភ្លាមបានតន់ចិត្តណាចា It's good ញ៉ាំញ៉ាំចាមកស្រុកខ្មែរថ្ងៃនេះមានហូបគ្រប់មុខនេះប្រហិតចៀនចាត្រាយប្រហិតចៀនមួយមានជាមួយទៀតក្រូចថ្លុងត្រាយព្រឹកតាមមួយថ្ងៃនេះមកស្ទូខ្មែរចាប់បានស្វាយទុំចាសាអានេះមើលតើវាបើផ្អែមខ្ញុំទិញទឹកដុំបណ្ដោយ$7.99 $8.99 Let's try the $8.99ចេកអត់ទុំសូហ្វេចាជំរាបសួរបងប្អូន
ទាំងអស់គ្នាចាអាកាសធាតុនៅតែលឺថាថ្ងៃនេះភ្លៀងទៀតចាថ្ងៃនេះខ្ញុំញ៉ាំបាយមកញ៉ាំបាយថ្ងៃត្រង់នៅហាងចាជុំមក Hello Yes for two anywhere Okay Thank you មកអញចង់អង្គុយកណារើកន្លែងចាយើងមកពេលដែរគេបើកភ្លាមមកដល់ភ្លាមចាហាងគេ And leave the pan for them to fry. នេះមានឆ្នាំងភ្លើងต้มយำហើយនឹងត្រីចៀនជូរអែម Let's eat mommy eat yeah Okay ញ៉ាំ It is a very nice day. We are coming to the open house by it's also open house by Popoyo Real Estate. It's a friend of us that own the company Samantha Teo. So here's the open house. Let's walk inside. Yes, it's easy. Chặt mò. Nice and clean. Open floor plan. And the backyard is very nice also. Cozy and calm.